បាទជំរាបសួរពុកម៉ែបងប្អូនជាពិសេសប្រិយមិត្តដែលកំពុងតែទស្សនាវីដេអូក៏ដូចជាបងប្អូនដែលកំពុងតែទស្សនាវីដេអូក៏ដូចជាបងប្អូនដែលតែងតែ Subscribe និង Like នៅវីដេអូរបស់ខ្ញុំ Cambodia Collection បាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យប្លែកតិចបាទតកតងជាមួយនឹងការធ្វើស្រែរបស់ប្រជាពលរដ្ឋកសិករយើងនៅខ្មែរនៅកម្ពុជាបាទថ្ងៃនេះខ្ញុំនាំឲ្យប្លែកតិចគឺមកមើលលោកពូម្នាក់គាត់ភ្ជួរស្រែជាមួយនឹងគោហើយនឹងគាល់ហើយវីដេអូនេះផងដែរសូមផ្ញើជូនបងប្អូនជាពិសេសប្រូប្រមាណអ្នកដែលតែងតែជួយ like និង subscribe ហើយនឹងជួយ comment ទៅលើវីដេអូរបស់ខ្ញុំបាទឥឡូវយើងទៅទស្សនាផ្ទាល់តែម្ដងជាមួយនឹងការភ្ជួរដីរបស់គាត់បាទជាមួយនឹងគោកាត់គោនេះយើងនិយាយទៅគោកាត់គោបាប្រភេទគោដែលមានតម្លៃថ្លៃហើយគោហ្នឹងគឺទឹកបានមកខួបទេមកខួបជាងទេហើយគាត់ទឹកយកមកប្រាប់អញ្ចឹងទៅវាអត់ទាន់ដើរត្រូវកន្លងឲ្យស្រួលបួលទេប៉ុន្តែគាត់ផ្សំគេហៅថាប្រាប់ភាសាខ្មែរយើងគេហៅប្រាប់គោអញ្ចឹងឥឡូវយើងកំពុងតែនៅកន្លែងគាត់ថតនៅកន្លែងគាត់ភ្ជួរបាទវីដេអូនេះកុំភ្លេចជួយ like ទាំងអស់គ្នាផងបងប្អូននេះគឺជាការភ្ជួររបស់លោកពូនៅខេត្តកំពង់ធំបាទឃើញថាបងប្អូនខ្លះអត់ស្គាល់គាត់ទេខ្ញុំស្គាល់ខ្លះអត់ខ្លះភ្លេចខ្លះកូននេះគាត់ឃើញថតអត់ចង់ដើរនេះអានេះគេប្រើអាហ្នឹងផ្លែវាផ្សេងឡាបវាផ្សឹងហ៎ពូក៏ដែកសុតហ្មងអត់ទេឈើបាទគេឲ្យយាមគាត់អីស្អីខ្លះហ៎ពូខ្ញុំភ្លេចអស់ហើយអានេះគេហៅល្វែងបាទយើងភ្ជួរទៅធម្មតាវាមុតស្មើគ្នាហ្នឹងអត់អីដល់ពេលយើងច្រឡោះនេះគេហៅល្វែងភាសាខ្មែរយើងហៅល្វែងឆ្លក់ហ្នឹងយ៉ាណោះផ្លែគាត់អូអាហ្នឹងផ្លែគេហៅគេអាផ្លែដែកគេឡាបដែកអានេះអាផ្លែមុខនេះបាទផាលហ្នឹងហៅផាលហើយអាសម្រាប់បាដីចេញមកខាងហ្នឹងគេហៅឡាបនេះអាបាដីចេញមកក្រៅនេះអាហ្នឹងគេហៅឡាបអាផ្លែមុតខាងមុខហ្នឹងគេហៅផាលហើយអានេះនាងគាត់អានេះយាមអានេះគេដងអានេះដងទៅមុខដល់មុខហ្នឹងដងអានេះលើកមកលើនេះហៅថាយាមគាត់ហើយអានោះនឹមទឹមខាងមួយហ្នឹងគេហៅនឹមអូខេអរគុណច្រើនពូភ្លេចជួយ like វីដេអូម្នាក់មួយផងបងប្អូនគោស្អាតណាគោឥឡូវយើងដើរមើលមកជុំទៀតណាជាមួយគាត់ទៅភុចអាចដីដោយសារវាដើរអត់តន់ត្រូវកន្លងអូទៅប្រាប់ផឹកនេះមកផឹកអរេបានភ្លៀងមួយមេចឹងមកល្អតើពូដីជ្រាយយ៉ាហើយដើរជាមួយមកជុំនេះគឺការភ្ជួរស្រែបងប្អូនភ្ជួរស្រែសរសេរសពផជើងចោសាអ៊ូនឹងរភ្ជួរស្រែជាមួយនឹងគោនេះហៅសត្វគោទេអត់ស្គាល់គោទៀតទេខ្មៅក៏បីយ៉ាវាដើរធម្មតាក៏ប៉ុន្តែវាត្រូវអាខាងស្ដាំអានោះអាឆ្វេងមួយអាស្ដាំអាខាងស្ដាំដៃហៅអាស្ដាំឆ្វេងហៅខាងឆ្វេងតែមុតល្អបងប្អូនឆ្វិចអូវាមិនទាន់ចេះនេះដីខ្សាច់ដែរស្រួលដីធូរដែរគោចេះទៅវាដើរអូបើគោចេះដើរល្អឈិលអាចចំណាស់បាញ់ច្រាចគោវាមិនទាន់ចេះទៀតអរេប៉ណ្ណឹងបានតើអានេះតែគ្រាន់ណាបាទល្វែងមួយល្វែងហ្នឹងអត់អីទេយើងខែវាតិចមកឲ្យមុតអាហ្នឹងវិញបាទលួចវាហ្នឹងលួចតិចកាលមកខ្ញុំរៀនភ្ជួរខ្ញុំល្វែងតែរហូតជន់គាល់មិនហ្នឹងហ្មងចេះហើយបានព្រួតភ្ជួរវាអានេះវា
อย่าต้อนเจ็บตูบ ตอนเช็ดตุบ ไม่น่าตั้งเวีย ปวดก็ปวดก็จังมาหมาดปีใหม่แล้วปวด เดี๋ยวโยมโมกมาโมกพยับเลย เลยช่วยไลค์วิดีโอมันเนี่ยมวยห้องมองปอนคันเฟอร์วิดีโออยู่ไว้ไอ้โซมาเชียร์สไลด์ห้องมองปอนโดยสารระบบจังเฟอร์ตัวพลายในกัมพูชีอย่างจูบไอ้ถอดนั่งถอดไอ้พลายติไอ้ลานตักได้ไอ้ถอดชราไหนจังยมធ្វើការបំបាយនៅ content មួយចំនួនมันបំបាយតណាធ្វើឲ្យផ្លែកជូនបងប្អូនបាទចេញចូលភាសាគេហៅគេដេញកោចេញចូលចូលទៅខាងស្ដាំហើយពូចូលទៅខាងស្ដាំកន្លែងអត់ចង់មុតរហូតងើបមកឡើងងើបហើយបើយើងនិយាយទៅកូនក្មេងហ្នឹងណាអត់តន់ស្ដាប់គ្នាបានអត់តន់ចេះដឹងអីអត់តន់ចេះស្ដាប់គ្នាហើយគ្រូឡើយគ្រាន់ជាងមុនណាទេបើខ្លះជួកើតទេបាទនេះមកព្រឹកទៀតវាអាចបាទអូនេះលើកទី1មែនបាទអូលើកទី1បានប៉ុណ្ណឹងហើយគឺអត់ដែរបាទណាដល់2 3ព្រឹកតែធ្លាប់អូហ៎ធ្លាប់អូគៀវអូអីអូធ្លាប់អូគៀវប៉ុន្តែព្យូវាអត់តន់ចេះដើរកន្លងបាទលើកទី1ចិត្តរួចមកស្រែជួយរួយទៅប៉ុណ្ណឹងវិញតែម៉ោង8 9រួយបាទលើកទី1ណាកូននេះព្យូស្រែទាញគាត់ណាព្យូស្រែទាញគាត់ខ្ញុំលក់ទៅប៉ុណ្ណេះរួយទៅបាត់ហើយអូនេះតើមកភាសានេះឈុលហើយគាត់ថាវាកម្លាំងវានៅស្ទើបន្តិចវាទូចពេកពេលទីខួប3ខួបកោបាទតែកោអានេះគឺយើងចាំវាបានតម្លៃល្អពុកបាទវាល្អជាងអាកោក្តាមយើងតែពួកនេះរើសស្មៅហ៎ពុកអត់ទេស្មៅធម្មតាទេវានេះអីទីអស់នេះអីអូកាលមុនគេថាអាកោនេះវាប្រភេទកោនេះវារើសស្មៅទេកោច្រើនមកទលេអូមកទលេមករើសស្មៅមកទលេអានេះពូជយើងនៅនេះយើងយូរទៅវាកោទលេមែនតាពូមានបាក៏មិនទៅពេលយើងមានមេទៅយើងទៅដាក់បាគេបាទដាក់បាបង្កាត់ពូជទៅពេលមកកូនមួយអស់មកឲ្យគេមកដាក់ម្ដងកាប់50000 10000ឥឡូវឡើង60000ម្ដងហ្នឹងមិនមែនមកគិតមកកើតទេគឺមិនបាទមកហើមមកផើមកបានកូនមួយដាក់ត្រូវឲ្យលុយគេអូដាក់មិនមែនចាំកើតសិនទេអត់ទេដល់ពេលវារកទៀតយកដាក់ទៀតហ្នឹងគេយកលុយគេអូដល់ណាហ្នឹងគេគិតថាបើដល់ឡើងមួយខែហើយគេយកលុយគេគិតថាគេអាលូតពូខ្ញុំកាលមុនគាត់មានកោបាមួយតែប្រហែលជា2 3ឆ្នាំមុនដាក់ទៅបាន40000ប៉ុន្តែតផើមកតកាត់កូនចាស់កោឡើងចង់ភ្លេចហើយអត់ទេឡើយបានតែដាក់អូឥឡូវយើងប៉ុន្តែបើដូចជាហៅថាចាប់ពី20ថ្ងៃលើទៅអាហ្នឹងគេដាក់ឲ្យបើយើងវារោទៀតយើងទៅដាក់ទៀតឲ្យទៀតបាទចាប់ពី30 20ថ្ងៃជាងទៅខែគេយកលុយហើយអាហ្នឹងគេចាត់ទុកថាលូតឲ្យលូតវិញយើងដាក់ទៀតមិនណែពូចឹងយើងអស់តែប្រហែល10000ប៉ុន្តែយើងបានកោល្អតែមេវាមិនមេកាត់គឺមេល្មមណែតែបានកូនមកគឺល្អមែនតែគូចំកោកាត់ទាំងអស់មកណាខ្ញុំទេទៅពេលនេះថាទូនោះនៅមកតបមួយកាត់ចឹងដែរបាទអូថាគ្រប់ហើយវាមិនដល់អត់ប៉ុណ្ណេះឥឡូវឧទាហរណ៍ថាបើសិនគេទិញលក់អីប៉ុណ្ណេះប្រហែលប្រមាណណាពូ6លានមួយមិននឹមហ្នឹង5 6លានបានថ្លៃតា2 3ឆ្នាំអីបានមិននឹមតែមិនស្រួលណាមែនពូតាមចាំវាឆ្នាំធំអានេះខ្ញុំទិញគេតាអូអាខ្នោះទិញគេបាទទិញទាំងអស់អីតែអានេះទិញថ្លៃជាងអានេះទិញខ្ញុំទិញតាំងពីឆ្នាំទៅខ្ញុំទិញជាង1លានទេគេលក់ដែរមែនពូបាទតែនោះរៀងទៀបជាងបន្តិចកូនប្រូលបាទណាបាទនេះអានេះសុតរបស់គេនេះឆ្អឹងល្អតែដំពងហើយពូនៅគិតថាអត់ដំទេទុកលក់វាអត់វាយពងវាបាត់ថ្លៃទៀតអូអញ្ចឹង
មើលទៅពេលវាធំអាកន្លែងកវានេះហើយគេពូ ហើយ បោក វា បោកវាឡើងធំហើយខ្មៅ ចឹងហើយបានទុកឲ្យវាឡើងទៅលក់បានថ្លៃ អូ នេះប្រភេទគោកាត់បងប្អូនគោនេះស្នៃអត់វែងទេកតុបចឹងហើយស្អាតចឹងអរគុណច្រើនពូ បាទ ជម្រាបលាពូ